bắt ở đại cái này vậy tha là bỏ ca nghe đại hồ lôi xuống nào đấy cứ ca nghe thưa chỉ chiên cái trọ mình thaใส่mình thaพอให้โจจัดធ្វើការងារហ្នឹងវាលក្ខណៈរៀងស្រួលហើយបានលុយច្រើនក្នុងចន្លោះគេថាពី4000ទៅ10000ជាងក៏មានតាមដែលយើងជំនាញយើងបកកែខាងខុសគ្នាអញ្ចឹងអ្នកខ្លះបកកែគូបកកែចាក់ជែលចាក់អីអញ្ចឹងទៅគឺបានលុយច្រើនហ្នឹងគឺជាភាគច្រើនដែលខ្ញុំស្គាល់បងប្អូនខ្មែរនៅអាមេរិកគាត់ប្រាប់មកអញ្ចឹងថាហៅលុយចំណូលបានច្រើនហើយបើពិធីជួបជុំវិញបងប្អូនដឹងស្រាប់ហើយភាគច្រើនគេហៅទៅផ្ទះជុំគ្នាមានម្ហូបមានអាហារយើង share គ្នាធ្វើចែកគ្នាញ៉ាំប៉ុណ្ណឹងកម្រទៅ restaurant ទៅហាងផ្សេងគឺសម្រាប់តែដូចអ្នកដែល single អ្នកដែលចូលចិត្តយុវវ័យចូលចិត្តអង្គុយញ៉ាំអីឈៀសបាយអញ្ចឹងបានន័យថាផឹកស៊ី share លុយគ្នាអាហ្នឹងអូខេហើយអាហ្នឹងជាជីវិតយុវវ័យតែបើសិនជាមានលក្ខណៈជាគ្រួសារមានកូនទូចអីយើងអត់អាចទៅតាម restaurant អីដូចពួក stew ទេព្រោះអីយើងមានកូនមានអីហើយអង្គុយក៏អត់បានយូរដែរបើយើងជួបជុំគ្នាញ៉ាំអី party នៅផ្ទះអាហ្នឹងយើងនៅប្រើពេលវេលាបាន 4-5 ម៉ោងហើយយើងសប្បាយ enjoy ផ្សេងគ្នាអញ្ចឹងទៅអញ្ចឹងលក្ខណៈ single ផ្សេងអ្នកដែលមានគ្រួសារផ្សឹងអញ្ចឹងទៅគេសប្បាយតាមភាពជាក់ស្ដែងរបស់ពួកគាត់អញ្ចឹងបើបងប្អូនចង់មកនៅអាមេរិកយើងអត់សូវចេះភាសាដល់តែយើងរៀនជំនាញដូចជាជាងកញ្ចក់សាឡនឬក៏ជំនាញអីផ្សេងដែលយើងរៀនពីស្រុកខ្មែរហើយយកទៅប្រើប្រាស់ដើម្បីធ្វើការងារនៅអាមេរិកអញ្ចឹងវាស្រួលនៅពេលដែលបងប្អូនយើងមានចំណេះជំនាញស្រាប់អញ្ចឹងទៅយើងក្នុងការសួររកការងារប៉ុន្តែបើបងប្អូនអត់ចេះសោះក៏នៅនេះក៏មិនខ្វះការងារដែរគ្រាន់តែការងារខ្លះដែលយើងមិនចូលចិត្តយើងមិនពេញចិត្តនឹងចង់ធ្វើតែប៉ុណ្ណឹងហើយការងារខ្លះរៀងប្រើកម្លាំងខ្លាំងអញ្ចឹងអីចឹងទៅធ្វើឲ្យយើងរៀងហត់នឿយឈឺខ្លួនឈឺអីប៉ុន្តែបើមនុស្សខំធ្វើការខ្ញុំគិតថាมันងាយដាច់ពោះទេធម្មតាគាត់ស្រឡាញ់លុយចង់បានលុយអញ្ចឹងគាត់ខំប្រឹងប្រែងទោះការងារនឹងមិនក៏គាត់ព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពដែរអញ្ចឹងគឺគាត់អត់ងាយដាច់ពោះទេទៅដល់ទីណាក៏ដោយឲ្យតែគាត់មានការតស៊ូខិតខំมันងាយដាច់ពោះទេណាស់តែយើងខ្ជិលទោះយើងនៅដល់ក្នុងកន្លែងមានស្កឹមស្កៃតែយើងខ្ជិលទៅដួសបាយញ៉ាំក៏ជីវិតយើងក៏វាដូចស្មើ0ដែរអញ្ចឹងបងប្អូនដែលរស់នៅអាមេរិកឬក៏បងប្អូនដែលចង់មករស់នៅអាមេរិកស្ដាប់មើលបាត់ពិសោធន៍មិនដែរជួយ comment ឲ្យបងប្អូនយើងបានដឹងទាំងអស់គ្នាផងសម្រាប់ចិត្តថាអាចមកនៅឬក៏មកលេងឬអីចឹងណាអរគុណច្រើន